ទូរស័ព្ទបងប្អូនណាខ្លះដែលមិនទាន់អាចអូសអញ្ចេះបាននៅប្រើក្រប key ខាងចុងនេះ3គ្រាប់ដើម្បីត្រឡប់ក្រោយថយអីអញ្ចឹងណាបាទមើលវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបចូលទៅផ្លាស់ប្ដូរអញ្ចឹងធម្មតាទូរស័ព្ទបងប្អូនវាមានក្រប key 3អញ្ចេះមែនទេអានេះសម្រាប់ថយអានេះសម្រាប់ចូលមកវិញចេញចេះមែនទេអញ្ចឹងដើម្បីអាចបដូរក្រប key នេះចេញឲ្យទៅជាអូសពីលើអញ្ចេះអូសពីឆ្វេងអញ្ចេះពីស្ដាំអញ្ចេះបងប្អូនគ្រាន់តែចូលមកកាន់ setting អូស scroll ចូលមកក្រោមមកមើលពាក្យថា system and update នេះអញ្ចឹងបងប្អូនគ្រាន់តែចូលមកមើលកន្លែងខាងក្រោមពាក្យថា software update នេះមកបងប្អូនឃើញ system ហើយអញ្ចឹងនេះជាទម្រង់ដែលបងប្អូនប្រើប្រចាំថ្ងៃតែខ្ញុំឡើងប្រើហើយរបៀបនេះគឺខ្ញុំមកប្រើអូសវិញម្ដងនេះខ្ញុំប្រើមួយនេះអញ្ចឹងបើបងប្អូនប្រើរបៀបនេះគឺវាមានភាពងាយស្រួលជាងបងប្អូននៅចុចក្រប key នេះគឺវារៀងយឺតជាងរបៀបនេះបាទអញ្ចឹងអំពីរបៀបនៃការដាក់មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបន្តទៀត